មួយវគ្គបន្តទៀតនេះខ្ញុំសូមលើកយកនៅរុក្ខបញ្ញាមួយទៀតដែលសាងជាតួអង្គព្រះអង្គរាមាបើយើងមើលឲ្យចំនៃបញ្ញាក្អែកដែលដុះលើគ្នានេះបាទប្រកាសជាឃើញបញ្ញាក្អែកមួយដែលមានពកដុះតូចបាទហើយខាងក្រោយនោះគឺដៃបញ្ញាដូចគ្នាតែអត់មានដុះទេហ្នឹងហើយដោយឃើញបញ្ញាក្អែកដើមរកាមួយដើមដែលដុះបញ្ញាប្លែកបែបនេះទៅខ្ញុំកាត់ត្រង់កង់ដែលប្លែកជាងគេហ្នឹងមកបង្ហាញជូនបងប្អូនព្រោះបញ្ញាដែលមកតោងមកដើមហ្នឹងគឺមានតែមួយកន្លែងមួយកង់ហ្នឹងឯងបងប្អូនណាដែលដុះបលាក្រៅពីហ្នឹងគឺមានដុះសបកជាលក្ខណៈធម្មជាតិធម្មតាទេបងប្អូនបាទចឹងហើយបានជាខ្ញុំចង់លើកមកបង្ហាញជូនបងប្អូនប៉ុណ្ណឹងហ្នឹងហើយវាឲ្យបើយើងនិយាយតាក់ទងទៅនឹងជំនឿវិញបញ្ញាក្អែកដើមរកាគឺសម្រាប់ការពារឃុំក្រងបជានៅរដ្ឋឧបសគ្គនិងកំចាត់នៅពពួកអថែមទាំងកំចាត់នៅសភាវៈដែលមិនល្អបញ្ញាក្អែកដើមរកាអាចប្រើការជាការរកស៊ីលក់ដូរក៏បាន